ស្ដេចភ្ញាក់ផ្អើលយ៉ាងខ្លាចទ្រាំបាននាងក៏វាបកវិញភ្លាមដាក់ពូវាឲ្យដេកដួលពេញដីហើយចាប់មេអ្នកបម្រើដែលធ្វើបាបនាងមកសួរចម្លើយថាឥឡូវនេះជាសម័យណាគឺសម័យរាជវង្សតាយួនឆ្នាំនាខៀវទីក្រុងរាជសប្តាហ៍ថ្ងៃគឺជាកូនប្រុសបង្កើតរបស់នាងលុះដឹងថាស្ដេចមានព្រះជន្មចាស់ហើយកំពុងមានជំងឺប្រចាំកាយនាងក៏កាត់ក្តីអាណិតកូនជាខ្លាំងបាមីរបស់នាងណាស់ឲ្យរាជទីយិបប្រញាប់ទៅមើលពេលឃើញរាជទីយិបមិនព្រមនាំទៅនាងក៏បំរុងឲ្យជីងវាងនាំទៅជំនួសក៏ប្រទេសឃើញជីងវាងកំពុងធ្វើបាត់ខោគេមកទៀតមើលអីប៉ានៅរាជទីយិបក៏នាំនាងចូលវាំងឃើញស្ដេចដេកលើគ្រែសន្លប់មិនដឹងខ្លួននាងក៏ខ្ទក់ខ្ទួលក្នុងចិត្តនឹកដល់កូនកាលពីតូចគួរឲ្យស្រឡាញ់ឥឡូវប្រែជាសក់ស្កើអស់ទៅហើយសៀវនេះម៉ែណាម៉ែរាជទីយិបក៏ឲ្យត្រានោះទៅនាងពេលត្រឡប់ទៅវិញនាងកំពុងហាត់គុនជីងវាងក៏ដើរចូលមកជាមួយកំពូលអ្នកគុននិយមម្នាក់ដើម្បីប្រកួតជាមួយនាងម្ដងទៀតបើនាងចាញ់ត្រូវធ្វើជាប្រពន្ធចុងរបស់គេហាចុះបើឯងចាញ់វិញរញពីទឹកមួយក៏វាគេខ្ទៀតចេញវាងឈោមើលឡើងលៀនភ្នែកនាងទៀមទាឲ្យគេធ្វើតាមសន្យាជីងវាងនេះដាក់គេព្រោះលួចស្រឡាញ់គេទៅវិញតែដោយសារចាញ់នឹងខ្មាស់គេពីរដងហើយជីងវាងចង់ស្រោចស្រង់មុខមាត់វិញក៏ជឿតាមមិត្តភ័ក្តិថានឹងញ៉ែនាងឲ្យបានសម្រេចរួចចាំបោះបង់នាងចោលវិញជីងវាងគិតថាជាគំនិតល្អក៏កាន់ចំនួនទៅចូលស្ដីដណ្ដឹងនាងធ្វើប្រពន្ធតែម្ដងគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងឃើញចៅទួតមករកដណ្ដឹងខ្លួនឯងធ្វើប្រពន្ធបែបនេះនាងក៏ប្រដៅចៅកំហុចនេះមួយជប់ពីទៅខ្ញុំខុសហើយជីងវាងត្រូវនាងវិសុំអង្វរនាងពីនៃឲ្យគេទៅឈោសម្លឹងជញ្ជាំងជីងវាងភ័យពេកក៏រត់បាត់ស្រមោលប៉ុន្មានថ្ងៃបន្ទាប់នាងមកមើលស្ដេចរាល់ថ្ងៃលើថាស្ដេចចង់ស្ដាប់បទបំពេរបស់មាតាមុនសន្លប់នាងក៏បំរុងនឹងច្រៀងឲ្យស្ដាប់ក៏ប្រទះនឹងស្នំឯករបស់រាជទី